សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានៅខាងមុខខ្ញុំនេះគឺជាទឹកអប់ហាម៉ាចំណុះ1លីត្រដែលមានក្លិនក្រអូបផ្អែមដិតបានយូរអញ្ចឹងសម្រាប់បងនៅតាមអាជីវកម្មមកអ៊ុតបងចង់បានទឹកអប់ដែលមានក្លិនផ្អែមដិតអញ្ចឹងបងប្អូនណែនាំពិសេសជូនបងស្រាប់ទឹកអប់ហាម៉ាចំណុះ1លីត្រនេះសម្រាប់ទឹកអប់ចំណុះ1លីត្រនេះអាចបាញ់កៅអៅរហូតទៅដល់400កៅអៅសម្រាប់របៀបនៅក្នុងការប្រើប្រាស់ពេលបងចាក់ចូលដបបងអូនត្រូវការឲ្យបងកលុកទឹកអប់ឲ្យវាល្បាយចូលសពទឹកបានល្អមិនថាបងនៅតាមអាជីវកម្មបោកអ៊ុតទេបងនៅតាមផ្ទះតាមស្ថានភាពទេសនាអូតែបងអាចជ្រើសរើសយកទឹកអប់នេះយកទៅបាញ់កៅអៅនៅក្នុងឡាននៅក្នុងទូឬមួយក៏នៅតាមមជ្ឈដ្ឋាននានាដែលមានក្លិនមិនល្អដើម្បីបងបាញ់ទៅបំបត្តិក្លិនមិនល្អអញ្ចឹងបងអាចជ្រើសរើសយកទឹកអប់ហាម៉ាចំណុះ1លីត្រនេះយកទៅប្រើប្រាស់បានដូចគ្នាសម្រាប់ទឹកអប់ហាម៉ាចំណុះ1លីត្រនេះយើងមានរូបរាងបែបនេះណាបងមានសម្បកក្តងផ្ទៃខាងក្រៅពណ៌ខៀវមានទឹកនៅខាងក្នុងពណ៌សទៅដល់គោស្រស់មានឡាបែពណ៌ខៀវមានកម្របដបពណ៌លឿងដែលមានអក្សរនៅពីមុខថាទឹកអប់ហាម៉ាចំណុះ1លីត្រមានបាកូដ884គឺជាបាកូដផលិតផលរបស់កូនខ្មែរយើងអញ្ចឹងបើសិនជាបងមានតម្រូវការបងអាចមកកំងដល់ទីតាំងផ្ទាល់បានគឺយើងមានទីតាំងនៅក្រោយផ្ទះឯកឧត្តមជាសភារានៅផ្លូវ1800នៅម្ដុំអ៊ីអន2នៅខាងក្រោយស្តុបលក់បកាណាបងឬមួយក៏បងនៅតាមហាងបោកអ៊ុតរក្សាបងនៅគៀកហ្នឹងទេអញ្ចឹងបងក៏អាចចូលសួរព័ត៌មានទៅលើទឹកអប់ហាម៉ាចំណុះ1លីត្រនេះបានដូចគ្នាសម្រាប់ទឹកអប់ខាងរក្សាគឺយើងមានចូលជាវ៉ាន់ចូលផលដែលវ៉ាន់លក់នៅតាមផ្សារទំនើបនឹងម៉ាតអញ្ចឹងបើសិនជាបងមានតម្រូវការបងគ្រាន់តែដើរហោកំងនៅតាមម៉ាតតាមផ្សារទំនើបនិងតាមហាងបោកអ៊ុតរក្សាបានដូចគ្នាអញ្ចឹងសម្រាប់ទឹកអប់នេះអាចជាប់កៅអៅរហូតទៅដល់48ម៉ោងទៅ72ម៉ោងពេលបងប្រើទៅអត់ធ្វើឲ្យប៉ះពាល់ទៅដល់ស្បែកឬមួយក៏លាក់ស៊ីខោពេលបងសើចទៅធ្វើឲ្យប៉ះពាល់ទៅដល់ស្បែករបស់បងទេ